បាទសួស្តីអ្នកនរគ្នាថ្ងៃនេះមានវីដេអូចែកលេងទៀតហើយរបៀបដូរឈ្មោះ account Facebook របស់យើងបានព្រាមតែម្ដងឥឡូវមកតាមដានអ្នកគ្នាយើងចូលក្នុង Facebook យើងហើយយើងចូលមកកន្លែងត្រេក3នេះមកបាទដោយសារ Facebook ខ្លះក៏មានការអាប់ដេតខ្លះក៏អត់មានការអាប់ដេតអញ្ចឹងយើងចូលមកហើយយើងចូលកន្លែងនេះមើលឈ្មោះរបស់ខ្ញុំសរខ្មែរនេះអញ្ចឹងយើងឈ្មោះណាយើងចូលមកកន្លែងកងចាក់នេះមកចូលតែកងចាក់ហើយចូលមកទៀតបងប្អូន scroll មកមើលនេះបាច់ទៅក្រោមទេនេះមកមើលនេះ see more account center លើហ្នឹងបន្តមកទៀតយើងចុចលើ profile របស់យើងមកបាទតបចុចលើ profile ហើយវាឲ្យយើងបង្កើត account ទេតែអត់ទេយើងចុចលើ account ទៀតបាទបន្តមកទៀតវាសួរថាយើងចង់ប្រើឈ្មោះនឹងដដែលឬក៏ add ឈ្មោះនឹងបន្ថែមអញ្ចឹងអត់ទេអានេះក៏អត់អានេះក៏អត់អានេះឈ្មោះ2ទេដូចថាឈ្មោះក្នុងឈ្មោះក្រៅតែយើងយកអានេះណែមកយើងនេះបាទបន្ទាប់ពីយើងអញ្ចឹងហើយនេះឥឡូវយើងកែមកយើងធីកលើហ្នឹងសង្ឃឹមថាបងប្អូនអាចធ្វើបានខ្ញុំដូរដាក់អង់គ្លេសមកខ្ញុំដាក់ MOR អានេះឈ្មោះរបស់ខ្ញុំបងប្អូនដាក់អីក៏បានដែរ MOR សាន់បាទបន្ទាប់ហើយយើងថយក្រោយមកហើយបងប្អូនចុច review change នេះកុំចុចអានេះចុចមកបាទវាសួរយើងថាភាគច្រើនបងប្អូនឃើញហើយឈ្មោះFacebook មួយចំនួនវាដាក់តកោមុនខ្លះណាតកោមុនឈ្មោះក្រោយដល់ពេលខ្លះណាយើងដាក់ឈ្មោះមុនតកោក្រោយអ្នកខ្លះតកោក្រោយឈ្មោះមុនតែបើយើងភាសាយើងដាក់នេះអ្វីដែលយើងចង់បានMr. San អញ្ចឹងមិនមែន San Mr. អញ្ចឹងទេអញ្ចឹងយើងចុចយកអាហ្នឹងមកបើបងប្អូនចង់យកនេះក៏បានយកហើយចុចមកយក save change មកចាំតិចវាបញ្ជាក់ហើយថាឈ្មោះយើងអត់ដែលបានដូរទេអញ្ចឹងយើងទទួលបានជោគជ័យមិនរងចាំដូចមុន60ដេនេះបងប្អូនឃើញនេះSan អញ្ចឹងបើបងប្អូនចង់ដូរលើក្រោយទៀតលុះត្រាតែ60ថ្ងៃទៀតមិនអាចដូរបានចាប់ពីថ្ងៃនេះទៅអញ្ចឹងណាបងប្អូនតែខ្ញុំអត់ដែលដូរទេហើយឥឡូវយើងថយក្រោយមកវិញយើងមកមើល account មកនេះថយមកតាមជំហានមកកុំឲ្យតាន់ទៅតាមចេះថាធ្វើអត់បានផងថយទៀតគឺនេះវានៅ load ឈ្មោះចាស់ហ្នឹងតិចបងប្អូនយើង refresh បន្តិចយើង refresh បន្តិចយើងចូលមកវិញមកអត់ដែរដោយសារអ៊ីនធឺណិតបងប្អូនឃើញទេដោយសារខ្ញុំអូសនោះឈ្មោះចាស់ឥឡូវយើង refresh វាមកឃើញMMR សានហើយអញ្ចឹងបងប្អូនអរគ្នាអាចសាកធ្វើបានខ្ញុំធ្វើបានហើយសម្រាប់បងប្អូនដែលចេះហើយក៏អធិស្ឋានបងប្អូនដែលមិនទាន់ចេះក៏អាចធ្វើបានអញ្ចឹងបងប្អូនជួយចុច subscribe ឬក៏ជួយ like ជួយ follow ក្នុង YouTube ម្នាក់មួយផងបងប្អូនអរគុណច្រើនវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណច្រើនបងប្អូនអរគ្នា